ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានមុខងារនិងភារកិច្ចដូចទៅរៀបចំនិងដាក់ឲ្យដំណើរការនយោបាយអភិវឌ្ឍកសិកម្មក្នុងគោលបំណងកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចូលរួមក្នុងការរៀបចំគោលនយោបាយកែតម្រង់និងប្រើប្រាស់ដីធ្លីតម្រង់ទិសនិងធ្វើផែនការអភិវឌ្ឍវិស័យកសិកម្មគ្រប់ផ្នែកសម្របសម្រួលតាមដាននិងវិតម្លៃលើការអនុវត្តគោលនយោបាយនិងសកម្មភាពអភិវឌ្ឍកសិកម្មតាមដានការវិវត្តនៃធនធានធម្មជាតិរបស់វិស័យកសិកម្មនិងសម្រួលដល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងនោះដើម្បីបំពេញតម្រូវការរបស់ប្រទេសជាតិនិងគោរពលំនឹងអេកូឡូស៊ីកំណត់បទបញ្ញត្តិក្នុងការគ្រប់គ្រងថែរក្សាការពារធនធានធម្មជាតិរបស់វិស័យកសិកម្មនិងតាមដានការអនុវត្តវិតម្លៃនិងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការចូលរួមក្នុងការអភិវឌ្ឍកសិកម្មដោយលើកកម្ពស់កម្រិតយល់ដឹងបច្ចេកទេសនិងបង្កលក្ខណៈប្រើប្រាស់ធនធាននេះឲ្យមានប្រសិទ្ធភាពផ្ដល់ការគាំទ្រនិងការណែនាំបច្ចេកទេសជាចាំបាច់ដល់កសិករដើម្បីកែលម្អផលិតកម្មនិងផលិតភាពកសិកម្មកំណត់គោលការណ៍និងតាមដានអនុវត្តលើកកម្ពស់និងកែលម្អដំណើរប្រព្រឹត្តក្រៅរបស់អង្គការវិជ្ជាជីវៈសមាគមនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មសិក្សាស្រាវជ្រាវនិងផ្សព្វផ្សាយអំពីវិទ្យាសាស្ត្របច្ចេកទេសនិងសេដ្ឋកិច្ចក្នុងវិស័យកសិកម្មគ្រប់ផ្នែកណែនាំការងារអភិវឌ្ឍដីនិងការកែលម្អគុណភាពដីនិងប្រើប្រាស់ដឹកសិកម្មពូជរុក្ខជាតិពូជសត្វជីគីមីនិងថ្នាំកសិកម្មឲ្យបានសមស្របទៅតាមលក្ខណៈភូមិសាស្ត្រអាកាសធាតុតាមតំបន់ដើម្បីធានាទិន្នផលខ្ពស់និងរក្សាតុល្យភាពបរិស្ថានធម្មជាតិធ្វើសហការជាតិនិងសហប្រតិបត្តិការជាមួយបរទេសអង្គការអន្តរជាតិអង្គការក្រៅរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យកសិកម្មគ្រប់ផ្នែកចូលរួមក្នុងការជំរុញនិងលើកកម្ពស់ការវិនិយោគការនាំចេញផលិតផលកសិកម្មនិងម្ហូបអាហារចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងអាងទន្លេមេគង្គស្របតាមភារកិច្ចរបស់ក្រសួងចូលរួមសាងគោលនយោបាយថ្លៃនិងរកទីផ្សារសម្រាប់ផលិតផលកសិកម្មប្រមូលថវិកាបង់ចូលរដ្ឋឬសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការប្រមូលចូលរដ្ឋអនុវត្តកិច្ចការផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ